ចិនដានិងកូនសុជាតិចាប់ផ្ដើមបណ្ដុះកូនឲ្យដើរតាមគន្លងពិធីការនីយុចិនដានិងកូនសុជាតិកំពុងបណ្ដុះបណ្ដាលកូនស្រីទាំងពីរឲ្យក្លាយទៅជាពិធីការនីល្បីឈ្មោះដូចជាខ្លួនផងដែរពិធីការនីយុចិនដានិងកូនសុជាតិគឺជាមិត្តរួមចំនួននឹងគ្នាដែលបានសាងកេរ្តិ៍ឈ្មោះនៅក្នុងអាជីពពិធីករជាង20ឆ្នាំមកហើយមិនថាកម្មវិធីធំតូចលំដាប់ជាតិនិងអន្តរជាតិគឺអ្នកទាំងពីរធ្វើបានយ៉ាងល្អនិងទទួលបានការគាំទ្រខ្លាំងពីមហាជនឆ្នាំនេះពិធីករនីទាំងពីររូបមានវ័យច្រើនរៀងៗខ្លួនហើយក៏ដល់ពេលដែលត្រូវបណ្ដុះបណ្ដាលកូនស្រីរបស់ខ្លួនឲ្យបន្តវេនពីខ្លួនផងដែរអ្នកនាងយុចិនដានិងអ្នកនាងកុងសុជាតិបាននិយាយកាលពីពេលថ្មីៗនេះថាពេលនេះអ្នកទាំងពីរកំពុងទាំងអ្នកនាងយុចិនដានិងអ្នកនាងកុងសុជាតិសុទ្ធតែមានកូនស្រីធំវ័យស្របាលគ្នានិងមានដងខាងផ្នែកពិធីករដូចអ្នកទាំងពីរដែរដោយមើលឃើញនិស្ស័យរបស់កូនបែបនេះទើបអ្នកទាំងពីរបណ្ដុះកូនឲ្យដើរតាមគន្លងដោយរំពឹងថាអនាគតកូនកាន់តែខ្លាំងជាងម្ដាយពីព្រោះក្មេងៗចំនួនក្រោយមិនត្រឹមតែពូកែខាងនិយាយភាសាជាតិនោះសូម្បីតែភាសាអន្តរជាតិក៏ពួកគេនិយាយបានល្អដែរថ្វីត្បិតតែកំពុងបណ្ដុះបណ្ដាលកូនទាំងពីរឲ្យក្លាយទៅជាពិធីការនីល្បីដោយខ្លួនតែអ្នកនាងយុចិនដានិងកូនសុជាតិនៅតែមិនបោះបង់អាជីពពិធីករចោលនៅឡើយទេផ្ទុយទៅវិញអ្នកទាំងពីរអាចរកប្រាក់ចំណូលបានច្រើនគួរសមពីអាជីពនេះបើទោះបីជាអ្នកទាំងពីរមានវ័យច្រើនបន្តិចក្ដី